هي نزل الصاروخ. តែអ្នកគិតថាការវាយប្រហាររវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់គឺត្រឹមតែជាការបាញ់មីស៊ីលមួយគ្រាប់ហើយចប់មែនទេការពិតវាគឺជាប្រតិបត្តិការ multi layer ដែលប្រើអាវុធមានតម្លៃរាប់លានដុល្លារក្នុងមួយវិនាទីនៃការវាយប្រហារយន្តហោះមួយគ្រឿងមានតម្លៃជិត100លានដុល្លារគ្រាប់មីស៊ីលមួយមានតម្លៃជាង1លានដុល្លារគ្រាប់បែកឆ្លាតវៃមួយមានតម្លៃរាប់សែនដុល្លារប៉ុន្តែសំណួរមិនមែនថាតម្លៃប៉ុន្មានទេសំណួរនោះគឺតើវាបំផ្លាញបានប៉ុន្មានវាអាចចូលដល់ជម្រៅបានប៉ុន្មានហើយវាផលិតដោយប្រទេសណាថ្ងៃនេះយើងនឹងបំបែកអាវុធសំខាន់ៗដែលអ៊ីស្រាអែលប្រើក្នុងការវាយប្រហារលើអ៊ីរ៉ង់យន្តហោះ F-35IAD យន្តហោះបំបាំងកាយពីប្រព័ន្ធរ៉ាដាផលិតដោយសហរដ្ឋអាមេរិកកែប្រព័ន្ធដោយអ៊ីស្រាអែលមានតម្លៃប្រហែលពី80ទៅ100លានដុល្លារក្នុងមួយគ្រឿង F-35I ជាយន្តហោះចម្បាំងជំនាន់ថ្មី Generation 5 អ្វីដែលធ្វើឲ្យវាពិសេសគឺវាបំបាំងកាយពីរ៉ាដាបានល្អមានន័យថារ៉ាដារបស់សត្រូវពិបាករកឃើញនិងចូលទៅក្នុងតំបន់ការពារដែនអាកាសបានខ្លាំងសមត្ថភាពសំខាន់រាងកាយរចនាឡើងឲ្យសញ្ញារ៉ាដាទាបប្រព័ន្ធ sensor ឆ្លាតវៃមើលឃើញគោលដៅមុនសត្រូវអាចដឹកគ្រាប់បែកឆ្លាតវៃដូចជា JDAM, SDB និង Spike តួនាទីរបស់ F-35IAD ក្នុងការវាយប្រហារអ៊ីរ៉ង់នៅពេលមានប្រតិបត្តិការវាជាយន្តហោះចូលមុនគេវាចូលទៅបំផ្លែងឬបំផ្លាញប្រព័ន្ធរ៉ាដាវាយលើប្រព័ន្ធការពារដែនអាកាសបើកផ្លូវឲ្យយន្តហោះផ្សេងចូលតាមក្រោយបានដោយសុវត្ថិភាពកម្លាំងរបស់ F-35IAD មិនមែនស្ថិតលើការបំផ្លាញធំទេប៉ុន្តែស្ថិតនៅលើការវាយបានត្រឹមត្រូវនិងមើលមិនឃើញយន្តហោះ F-15I យន្តហោះវាយប្រហារធុនធ្ងន់ផលិតដោយសហរដ្ឋអាមេរិកមានតម្លៃប្រហែល90លានដុល្លារក្នុងមួយគ្រឿង F-15I មិនមែនជាយន្តហោះបំបាំងកាយពីរ៉ាដាទេមានន័យថារ៉ាដាសត្រូវអាចរកវាឃើញបានដោយងាយជាង F-35I ប៉ុន្តែអត្ថប្រយោជន៍ធំបំផុតរបស់វាគឺអាចដឹកគ្រាប់បែកបានធ្ងន់និងច្រើន F-15I ជាយន្តហោះដែលត្រូវប្រើដើម្បីបំផ្លាញឲ្យខូចខាតធ្ងន់ធ្ងរនិយាយដែលងាយ F-35 ចូលមុនដើម្បីបើកផ្លូវឲ្យ F-15 ចូលបន្ទាប់ដើម្បីដាក់គ្រាប់បែកធន់ធ្ងន់និងបញ្ចប់គោលដៅគ្រាប់បែក JDAM និង SDB គ្រាប់បែកឆ្លាតវៃផលិតដោយសហរដ្ឋអាមេរិក JDAM មានតម្លៃប្រហែល 25,000 ទៅ 80,000 ដុល្លារនិង SDB មានតម្លៃប្រហែល 20,000 ដុល្លារឬច្រើនជាងនេះ JDAM មិនមែនជាគ្រាប់បែកថ្មីទេវាជាឧបករណ៍បន្ថែមដែលភ្ជាប់ទៅលើគ្រាប់បែកធម្មតាដើម្បីឲ្យក្លាយជាគ្រាប់បែកឆ្លាតវៃតែវាឆ្លាតវៃយ៉ាងដូចម្ដេចវាប្រើប្រព័ន្ធ GPS និង INS ដែលអាចណែនាំគ្រាប់បែកឲ្យធ្លាក់ចំគោលដៅបានត្រឹមត្រូវខ្លាំងវាអាចធ្លាក់ខុសពីគោលដៅតែបន្តិចបន្តួចប៉ុណ្ណោះមីស៊ីលគ្រូសចម្ងាយឆ្ងាយអ៊ីស្រាអែលមានមីស៊ីលប្រភេទគ្រូសនិងអាវុធ Stand-out ដែលអាចបាញ់ពីចម្ងាយឆ្ងាយដោយមិនចាំបាច់ឲ្យយន្តហោះចូលទៅជិតតំបន់ការពារដែនអាកាសរបស់សត្រូវតម្លៃរបស់វាប្រហែល1លានទៅ2លានដុល្លារក្នុងមួយគ្រាប់អាស្រ័យលើប្រភេទនិងប្រព័ន្ធណែនាំតែវាដំណើរការយ៉ាងដូចម្ដេចហោះបានចម្ងាយរាប់រយឬរាប់ពាន់គីឡូម៉ែត្រហោះទាបតាមផ្ទៃដីដើម្បីជិះពីរ៉ាដាវាយបានត្រឹមត្រូវខ្ពស់មានន័យថាវាចូលទៅវាយគោលដៅដោយសត្រូវពិបាកនឹងរកឃើញជាមុនទូនាទីរបស់វាក្នុងការវាយប្រហារអ៊ីរ៉ង់វាយលើស្ថាបត្យកម្មសំខាន់បំផ្លាញទីតាំងមីស៊ីលវាយពីចម្ងាយដោយកាត់បន្ថយហានិភ័យនៅលើយន្តហោះនិយាយឲ្យខ្លី Cruise Missile គឺជាវិធីសាស្ត្រវាយប្រហារដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកបាញ់ប៉ុន្តែគ្រោះថ្នាក់សម្រាប់គោលដៅ Drone និង Loitering Munition ភ្នែកមុនពេលវាយផលិតដោយក្រុមហ៊ុនក្នុងប្រទេសអ៊ីស្រាអែលដូចជា IAI, Rafael និង Elbit មានតម្លៃទាបជាងយន្តហោះចម្បាំងច្រើនអាស្រ័យលើប្រភេទរបស់វា Drone មិនមែនមានតួនាទីបំផ្លាញទេវាជាអាវុធដែលប្រើសម្រាប់សង្កេតនិងប្រមូលព័ត៌មានមុនការវាយប្រហារធំកើតឡើងសមត្ថភាពសំខាន់របស់វាស៊ើបអង្កេតនិងអង្កេតការពីលើមេឃអាចហោះបានយូរខ្លះអាចក្លាយជាគ្រាប់អាវុធដែលហោះរងចាំវាយគោលដៅដោយខ្លួនឯងជួយកំណត់ទីតាំងគោលដៅឲ្យយន្តហោះឬមីស៊ីលនិយាយឲ្យខ្លី drone មិនមែនជាអាវុធធំជាងគេប៉ុន្តែជាឧបករណ៍ដែលធ្វើឲ្យការវាយប្រហារទាំងមូលមានប្រសិទ្ធភាពត្រឹមត្រូវនិងមានព័ត៌មានពេញលេញ
Cyber warfare អាវុធដែលមិនមានសម្លេង Cyber មិនមែនជាគ្រាប់បែកមិនមែនជាយន្តហោះហើយក៏មិនមែនជា missile ដែរប៉ុន្តែវាអាចបង្កការខូចខាតធំៗដោយគ្មានសម្លេងផ្ទុះសូម្បីតែម្ដងតម្លៃរបស់វាមិនអាចវាស់ជាចំនួនដុល្លារច្បាស់បានប៉ុន្តែផលប៉ះពាល់អាចមានតម្លៃរាប់ពាន់លានដុល្លារតើវាអាចធ្វើអ្វីបានខ្លះរំខានឬបិទប្រព័ន្ធរ៉ាដាបំផ្លាញប្រព័ន្ធបញ្ជាការធ្វើឲ្យបណ្ដាញការពារដែនអាកាសមានភាពច្របូកច្របល់បង្ហាញភាពទន់ខ្សោយក្នុងបណ្ដាញការពារមានន័យថាមុនពេលមីស៊ីលធ្លាក់មុនពេលយន្តហោះហោះចូលប្រព័ន្ធការពារអាចត្រូវបានធ្វើឲ្យខ្សោយជាមុនសិនក្នុងសង្គ្រាមសប្តាហ៍ថ្ងៃ Cyber គឺជាគ្រាប់បែកដែលមិនមានសម្លេងប៉ុន្តែមានអំណាចខ្លាំងនិយាយឲ្យខ្លីបើ drone ជាភ្នែក Cyber ជាវិធីធ្វើឲ្យសត្រូវមើលមិនឃើញជាយុទ្ធសាស្ត្រអាវុធដែលអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់មិនមែនមានតម្លៃខ្ពស់តែដោយសារប្រាក់ប៉ុណ្ណោះទេយន្តហោះមួយគ្រឿងតម្លៃប្រហែល$100 លានមីស៊ីលមួយគ្រាប់ប្រហែល$1 លានគ្រាប់បែកឆ្លាតវៃមួយចំនួនរាប់សែន$ប៉ុន្តែអ្វីដែលមានតម្លៃខ្ពស់ជាងគេគឺការវាយប្រហារបានត្រឹមត្រូវការរួមបញ្ចូលបច្ចេកវិទ្យាការគ្រប់គ្រងកម្រិតការតានតឹងសង្គ្រាមសប្តាហ៍ថ្ងៃមិនមែនជាសង្គ្រាមរត់ក្រោះប៉ះរត់ក្រោះទៀតទេវាជាសង្គ្រាមដែលឈ្នះដោយភាពបំបាំងព័ត៌មាននិងការវាយប្រហារត្រឹមត្រូវសំណួរធំបំផុតនៅទីនេះមិនមែនថាអាវុធណាខ្លាំងជាងគេទេប៉ុន្តែគឺថាតើការប្រើអាវុធទំនើបទាំងនោះធ្វើឲ្យតំបន់ Middle East មានស្ថិរភាពកាន់តែខ្លាំងឬនាំទៅការតានតឹងកើនឡើងនិងបន្តការរីករាលដាលនោះហើយជាចំណុចដែលពិភពលោកកំពុងតាមដានយ៉ាងជិតស្និទ្ធនៅលើមេឃអ្នកមិនអាចឮសំឡេងអ្វីឡើយប៉ុន្តែក្រោមស្រទាប់បច្ចេកវិទ្យានិងព័ត៌មានការប្រកួតប្រជែងអំណាចកំពុងកើតឡើងរាល់វិនាទីអាវុធអាចមានតម្លៃរាប់លាន$ប៉ុន្តែការសម្រេចចិត្តមួយអាចមានតម្លៃលើសពីនោះសម្រាប់តំបន់ទាំងមូលនៅចន្លោះភាពត្រឹមត្រូវនិងភាពតានតឹងកើនឡើងពិភពលោកកំពុងរងចាំមើលថាជំហានបន្ទាប់នឹងនាំទៅរកស្ថិរភាពឬនាំទៅរកការប្រឈមជាថ្មីមួយទៀត